សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សែជីវិតថ្ងៃនេះយើងនឹងនិយាយអំពីបញ្ហាមួយដែលមនុស្សជាច្រើនជួបប្រទះជាញឹកញាប់គឺហេតុអ្វីឈឺក្បាលញឹកញាប់មនុស្សភាគច្រើនគិតថាការឈឺក្បាលគ្រាន់តែជារឿងធម្មតាប៉ុន្តែពេលវាកើតឡើងញឹកញាប់វាអាចជាសញ្ញាបង្ហាញថារាងកាយយើងកំពុងមានបញ្ហាខ្លះដូច្នេះថ្ងៃនេះយើងមកស្វែងយល់ពីមូលហេតុសំខាន់ៗនិងវិធីដោះស្រាយមូលហេតុទី1គឺការខ្វះទឹករាងកាយយើងត្រូវការទឹកជារៀងរាល់ថ្ងៃបើអ្នកផឹកទឹកតិចខួរក្បាលនឹងមិនអាចដំណើរការបានល្អនេះអាចបណ្ដាលឲ្យមានអាការៈឈឺក្បាលឬវិលមុខមូលហេតុទី2គឺគេងមិនគ្រប់បើអ្នកគេងតិចឬគេងមិនលក់ល្អខួរក្បាលនឹងមិនបានសម្រាកគ្រប់គ្រាន់វាអាចបណ្ដាលឲ្យអ្នកឈឺក្បាលនៅពេលព្រឹកឬពេញថ្ងៃមូលហេតុទី3គឺ stress ពេលអ្នកមាន stress សាច់ដុំជុំវិញក្បាលនឹងតឹងវាអាចបង្កឲ្យមានការឈឺក្បាលប្រភេទ tension headache មូលហេតុទី4គឺប្រើអេក្រង់យូរពេកការមើលទូរស័ព្ទឬកុំព្យូទ័រយូរអាចធ្វើឲ្យភ្នែកនិងខួរក្បាលហត់ហើយបណ្ដាលឲ្យឈឺក្បាលឬភ្នែកស្រពេចស្រពិលមូលហេតុទី5គឺកាហ្វេអ៊ីនបើអ្នកផឹកកាហ្វេច្រើនពេកឬឈប់ភ្លាមវាអាចបណ្ដាលឲ្យឈឺក្បាលមូលហេតុទី6គឺអាហារខ្លះដូចជាអាហារស្ករច្រើនឬអាហារកែច្នៃអាចបង្កឲ្យមានការឈឺក្បាលនៅមនុស្សខ្លះមូលហេតុទី7គឺសម្ពាធឈាមបើសម្ពាធឈាមខ្ពស់ឬទាបពេកវាអាចបណ្ដាលឲ្យឈឺក្បាលដូច្នេះបើអ្នកឈឺក្បាលញឹកញាប់គួរតែពិនិត្យសុខភាពឥឡូវនេះមកស្គាល់វិធីដោះស្រាយដំបូងផឹកទឹកឲ្យគ្រប់គ្រាន់ព្យាយាមផឹកប្រហែល 1.5 ទៅ 2.5 លីត្រក្នុងមួយថ្ងៃទី2គេងឲ្យបានគ្រប់ 7 ទៅ 9 ម៉ោងទី3កាត់បន្ថយ stress អាចធ្វើដំណើរកម្សាន្តឬសម្រាកខ្លះទី4សម្រាកភ្នែកពីអេក្រង់រៀងរាល់20នាទីគួរមើលឆ្ងាយបន្តិចទី5កុំផឹកកាហ្វេច្រើនពេកនិងរក្សាអាហារឲ្យមានតុល្យភាពបើការឈឺក្បាលមានអាការៈខ្លាំងដូចជាឈឺខ្លាំងមិនធម្មតាវិលមុខឬមើលមិនច្បាស់សូមទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមសរុបវិញការឈឺក្បាលញឹកញាប់មិនមែនជារឿងតូចទេវាអាចបង្ហាញថារាងកាយយើងកំពុងត្រូវការការថែរក្សាបើយើងយកចិត្តទុកដាក់និងផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃយើងអាចកាត់បន្ថយបញ្ហានេះបានបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេច like share និង subscribe Channel ខ្សែជីវិតសូមអរគុណ